បាទសូមជម្រាបសួរលោកគ្រូកេនចន្ទថានជម្រាបសួរអ្នកទាំងអស់គ្នាថ្ងៃនេះខ្ញុំមកធ្វើ homework ដែលលោកគ្រូកេនចន្ទថាគាត់បានដាក់ឲ្យសង្ខេបមេរៀនទី3ដែលមេរៀនទី3ហ្នឹងគឺការវិនិច្ឆ័យតម្លៃផ្នែកចំណេះដឹងនិងដំណើរការបញ្ញាបាទអញ្ចឹងខ្ញុំនឹងធ្វើការសង្ខេបមេរៀនថតជាវីដេអូផ្ញើគាត់តាមរយៈ email របស់គាត់ណាអញ្ចឹងខ្ញុំនឹងដើម្បីកុំឲ្យខាត់ពេលយូរខ្ញុំនឹងធ្វើការសង្ខេបដូចតទៅនេះបាទអញ្ចឹងនៅក្នុងមេរៀនហ្នឹងក្រោយពីយើងបានសិក្សាហើយយើងអាចប្រាប់ពីប្រភេទតេស្តផ្សេងៗបានត្រឹមត្រូវអនុវត្តការសួរសំណួរដើម្បីឆ្លើយតបតាមគណិតបញ្ញារបស់ Bloom Taxonomy ផ្នែកចំណេះដឹងបាទហើយជ្រើសរើសការធ្វើតេស្តដែលសមស្របជាមួយនឹងកម្រិត Bloom Taxonomy ក្នុងការបង្កើតតេស្តរបស់ខ្លួនបាទហើយចុងក្រោយគឺកំណត់លក្ខណៈវិនិច្ឆ័យក្នុងការជ្រើសរើសលទ្ធផលសិក្សារំពឹកទុកជាមួយនឹងពេលសិក្សាបាទអញ្ចឹងសេចក្តីផ្ដើមមកវាគឺគេនិយាយពីការវិតម្លៃដែលអាចទុកចិត្តបានចាប់ផ្ដើមជាមួយនឹងការពណ៌នាច្បាស់នៅសម្បទារបស់សិស្សហើយសម្បទាទាំងអស់ហ្នឹងបង្ហាញពីការសិក្សារបស់សិស្សនិងប្រយោគច្បាស់នៃផលិតផលរំពឹងទុកមានដូចជាគោលបំណងវត្ថុបំណងស្តង់ដារឬក៏អ្វីដែលយើងដែលសិស្សគួរដឹងនឹងអាចធ្វើបានចេញពីចំណេះដឹងទាំងអស់ហ្នឹងអញ្ចឹងក្រោយពេលដែលគាត់រៀនហើយគឺគាត់អាចធ្វើបានទៀតមិនមែនរៀនតែទ្រឹស្ដីទេបាទអញ្ចឹងយើងចូលចំណុច1.1គឺការពិនិត្យឡើងវិញនៅអត្ថប្រយោជន៍ដែលជះលើការសិក្សារបស់សិស្សនិងការវិតម្លៃអញ្ចឹងអ្នកផលិតគោលនយោបាយបានយល់ថាដើម្បីទទួលបានជោគជ័យនៅក្នុងសាកលវិទ្យាល័យហ្នឹងយើងត្រូវធ្វើការកូនសិស្សត្រូវតែត្រៀមខ្លួនជាស្រេចដើម្បីបំណិនផ្សេងបាទហើយចរិយាសម្បទាហ្នឹងលើសពីចំណេះដឹងឯកទេសមានន័យថាគាត់មិនត្រឹមតែមានចំណេះដឹងខាងផ្នែកឯកទេសប៉ុណ្ណោះទេប៉ុន្តែត្រូវតែមានចំណេះដឹងផ្នែកផ្សេងទៀតដែលក្រៅពីឯកទេសរបស់យើងសប្តាហ៍ថ្ងៃហ្នឹងបាទអញ្ចឹងគោលដៅនៃការអប់រំ Education AMS ហ្នឹងគឺគោលបំណងអប់រំហើយនិងវត្ថុបំណងអប់រំដែលគោលបំណងអប់រំភាសាអង់គ្លេសហៅថា educational goal ហើយវត្ថុបំណងការអប់រំគេហៅថា education objective អញ្ចឹងវាមានចក្រាមរបស់វាគឺវត្ថុបំណងរបស់យើងគឺជា snow នៃការអប់រំរបស់យើងថាយើងថា object ហ្នឹងណា objective ហ្នឹងហើយគោលបំណងវាជាស្រទាប់ទី2មិនថាជាវាមិនមែនជា snow កដាលជាគោលគឺវានៅស្រទាប់ខាងក្រៅ snow ថាវាសំខាន់បន្ទាប់ក្រៅពីវត្ថុបំណងហើយចុងក្រោយគឺគោលដៅហ្នឹងគឺវាក្តោបទាំងវត្ថុបំណងក្តោបទាំងគោលដៅរបស់យើងថាកាលណាយើងមានវត្ថុបំណងច្បាស់លាស់យើងប្រកាសជាមានគោលបំណងកាលណាយើងមានគោលបំណងច្បាស់លាស់យើងអាចកំណត់គោលដៅរបស់យើងបានអញ្ចឹងចូលមកដល់ចំណុចមួយទៀតគឺ 1.1 លទ្ធផលសិក្សាលទ្ធផលលក្ខណៈវិនិច្ឆ័យត្រូវបានប្រើប្រាស់ដើម្បីជ្រើសរើសសម្ភារៈឧទ្ទេសពង្រៀនឬក៏គ្រូមេរៀននិងទី3អភិវឌ្ឍដំណើរការបង្រៀននិងការរៀនហើយទី4គឺរៀបចំតេស្តនិងការប្រឡងអញ្ចឹងហេតុអីបានជាយើងត្រូវដើរតាមជំហានទាំងអស់ហ្នឹងគឺដើម្បីសម្រេចលទ្ធផលសិក្សាយើងមានគោលបំណងអីមានវត្ថុបំណងអីតើយើងត្រូវធ្វើត្រូវស្តង់ដារអត់ហើយយើងរំពឹងទុកតើរំពឹងយ៉ាងម៉េចដែររំពឹងកម្រិតណាដែរបាទហើយលក្ខណៈវិនិច្ឆ័យរបស់យើងនឹងវាយ៉ាងម៉េចលទ្ធផលសិក្សារំពឹងទុកមួយពេលសិក្សាហ្នឹងវាយ៉ាងម៉េចដែរលទ្ធផលហ្នឹងបាទអញ្ចឹងតំណែងរវាងគោលដៅអប់រំវត្ថុបំណងទូទៅនៃមុខវិជ្ជានិងលទ្ធផលសិក្សារំពឹងទុកក្នុងមួយពេលហ្នឹងវាបែងចែកជាមែកធៀងមួយវាទៀតគឺគោលបំណងការអប់រំចែកចេញជា3គឺចរិយាអរិយាប័ត្រ
ពុទ្ធិចំណេះដឹងនិងចលនាការបង្ហាញចេញអញ្ចឹងក្នុងចំណុចហ្នឹងពុទ្ធិចំណេះដឹងគេមានតទៅទៀតគឺស្តង់ដារវត្ថុទូទៅស្តង់ដារវត្ថុអំណងទូទៅណាហើយស្តង់ដារវត្ថុអំណងទូទៅហ្នឹងគឺសំដៅទៅលើលទ្ធផលសិក្សារំពឹងទុកក្នុងមួយពេលសិក្សាតើមួយពេលសិក្សារបស់យើងហ្នឹងយើងរំពឹងទុកយ៉ាងណាខ្លះហើយយើងមានមុនដំបូងហ្នឹងគឺយើងមានគោលដៅអប់រំមិនដែរហើយក្រោយពីយើងមានគោលដៅអប់រំហើយតើយើងមានវត្ថុអំណងដើម្បីអីយើងបរៀនមេហ្នឹងដើម្បីអីណាហើយពីហ្នឹងមកយើងអាចវាយតម្លៃលទ្ធផលសិក្សាក្នុងរយៈពេលមួយពេលឡើងបានដែរជុំដល់ 1.3 គឺគោលបំណងការអប់រំបាទ education goal ចឹងវាគឺជាប្រយោគទូទៅអំពីលទ្ធផលសិក្សារបស់សិស្សដែលបានដែលចង់បានក្រោយពេលដែលយើងរៀនចប់តាមកម្រិតសិក្សាហើយនេះជាឧទាហរណ៍ខ្លះៗនៃគោលបំណងអប់រំរបស់យើងចឹងគោលយល់ឲ្យនឹងបានថាគោលបំណងរបស់យើងគឺដើម្បីឲ្យសិស្សយល់និងឲ្យតម្លៃចំណេះដឹងផ្នែកវិទ្យាសាស្ត្រព្រោះថាសប្តាហ៍ថ្ងៃនេះគឺវិទ្យាសាស្ត្រគឺវាមានការរីកចម្រើនច្រើនចឹងទេគេផ្ដោតសំខាន់ទៅលើវិទ្យាសាស្ត្រប្រទេសមួយរីកចម្រើនទៅបានគឺអាស្រ័យទៅលើវិទ្យាសាស្ត្រអញ្ចឹងយើងត្រូវផ្ដោតឲ្យគាត់យល់ដឹងពីតម្លៃវិទ្យាសាស្ត្រឲ្យគាត់បើថាប្រឹងប្រែងរៀនផ្នែកវិទ្យាសាស្ត្រឲ្យបានច្រើនណាបាទហើយយើងរៀនផ្នែកសង្គមហ្នឹងគឺដើម្បីមានន័យថាគាត់មានចំណេះដឹងផ្នែកបច្ចេកវិទ្យាផ្នែកវិទ្យាសាស្ត្រអស់ហើយយើងត្រូវអប់រំផ្នែកសិលធម៌របស់គាត់គឺជាសិក្សាសង្គមរបស់យើងផ្នែកសង្គមរបស់យើងបាទហ្នឹងហើយហើយរៀនគិតនិងសិក្សាដោយឯករាជ្យយើងមិនមែនចាប់បង្ខំគាត់បើថារៀននៅក្នុងសម្ពាធអីទេគឺគាត់រៀនហ្នឹងគឺរៀនដោយឯករាជ្យរបស់គាត់ហ្មងណាតែមិនមែនឯករាជ្យតែយល់ខុសទៅនៅតែគិតឯករាជ្យចឹងគឺមិនមែនទេមានថាការគិតគឺគាត់អាចគិតដោយខ្លួនឯងបានយល់ឃើញយ៉ាងណាបានប៉ុន្តែនៅក្នុងលក្ខខណ្ឌមួយគឺលក្ខខណ្ឌនៃការគិតត្រឹមត្រូវបាទអញ្ចឹងបើសិនជាយើងឃើញគាត់ខុសយើងអាចជួយកែមិនគាត់ដើម្បីឲ្យគាត់នឹងខ្លាយជាពលរដ្ឋល្អលើកកម្ពស់បំណិនទំនាក់ទំនងជាដើមបាទហើយមួយទៀតគឺស្តង់ដារហ្នឹងគឺជាប្រយោគដើម្បីឲ្យសិស្សយល់ដឹងនិងគួរអាចធ្វើបាននៅក្នុងខ្លឹមសារមេរៀនតាមកម្រិតថ្នាក់របស់គាត់ហ្នឹងឧទាហរណ៍ថាការសរសេរលទ្ធផលស្តង់ដារសិស្សហ្នឹងបង្ហាញពីការយល់ឃើញនៃរដ្ឋធម្មនុញ្ញអញ្ចឹងគាត់យល់ឃើញបែបម៉េចហើយសិស្សពន្យល់ដោយសង្ខេបពីកថាខណ្ឌស្ដីពីអ្វីដែលធ្វើឲ្យវត្ថុលេចឬក៏អណ្ដែតណាហ្នឹងគឺជាផ្នែកវិទ្យាសាស្ត្រណាហើយមួយឬក៏សិស្សអនុវត្តចំណេះដឹងនៅទំនាក់ទំនងពាក្យបាទឬក៏សិស្សស្វែងយល់ថាតើវត្ថុអាចក្លាយជាដុំម៉ាស់វត្ថុស្មានឬក៏វត្ថុរាវនឹងបានយ៉ាងម៉េចបាទឲ្យគាត់ស្វែងយល់បាទហើយវត្ថុអំណងនៃការអប់រំហ្នឹងគឺជាប្រយោគនៃការអនុវត្តជាក់ស្ដែងដែលគួរត្រូវបានបង្ហាញនៅចុងមេរៀននីមួយៗវត្ថុអំណងការអប់រំនៅទីនេះមានន័យថាដូចវត្ថុអំណងការបង្រៀននិងរៀនដែរហើយសំដៅលើលទ្ធផលសិក្សាដែលចង់បានតើវត្ថុអំណងនៃការអប់រំវាយ៉ាងម៉េចដែរអញ្ចឹងឧទាហរណ៍ស្ដែងចេញពីការអកប្បកិរិយាជាក់លាក់មួយបាទដូចជាឲ្យសិស្សសង្ខេបចំណុចសំខាន់នៃអត្ថបទនៃការអានហ្នឹងឬក៏សរសេរចំណងជើងនៃអត្ថបទអានឬក៏ពន្យល់ដំណើរការរស្មីសំយោគអីជាដើមនោះហើយតើវត្ថុអំណងហ្នឹងការបង្រៀនហ្នឹងជាអ្វីវត្ថុអំណងនៃការបង្រៀនហ្នឹងជាអ្វីអញ្ចឹងវត្ថុអំណងនៃការបង្រៀនហ្នឹងគឺជាលទ្ធផលសិក្សារំពឹងទុកឬក៏ជាសមត្ថភាពរបស់អ្នកសិក្សាទទួលបានពីការបង្រៀនហើយត្រូវបានបញ្ជាក់នៅក្នុងវិធីមួយដែលអាចសង្កេតនិងវាស់វែងបានហើយការវិនិច្ឆ័យតម្លៃមានចម្លើយតែមួយជាក់លាក់ជាអ្វីបាទតើការវិនិច្ឆ័យតម្លៃមានចម្លើយតែមួយជាក់លាក់ហ្នឹងជាអ្វី
ចឹងការវិតម្លៃសិក្សាដែលមានចម្លើយជាក់លាក់គឺជាមធ្យោបាយនៃការវាស់វែងនៃប្រើទម្រង់សំណួរជាច្រើនដើម្បីតេស្តនៅលទ្ធផលរំងទុកឬសមត្ថភាពរបស់អ្នកសិក្សាចឹងទម្រង់សំណួររួមមានចន្លោះសម្ពុជ្រើសរើសឬក៏សំណួរខុសត្រូវឬក៏សំណួរផ្គូផ្គងអីជាដើមហ្នឹងបាទយើងចូលដល់លេខ2ជាបន្តទៀតគឺប្រភេទការវិតម្លៃក្នុងថ្នាក់រៀនបាទចឹងសំណួរបែបជ្រើសរើសមានសំណួរភូចម្លើយសំណួរជ្រើសរើសចេញពីចម្លើយសំណួរភូជ្រើសរើសបែបផ្គូផ្គងសំណួរភូជ្រើសរើសតាមបែបបច្ចេកវិទ្យាឬក៏សំណួរបែបបំពេញខ្លីៗបំពេញចម្លើយខ្លីៗបំពេញចន្លោះខ្លីៗអីយើងធ្លាប់ឲ្យសិស្សធ្វើឬក៏នៅក្នុងសភៅពុំភាសាខ្មែរឬក៏សភៅពុំគណិតអីគេមានហ្នឹងហើយដាក់បំពេញពាក្យលើរូបភាពឬក៏បង្ហាញបែបបង្ហាញចម្លើយអាហ្នឹងវាធ្វើឲ្យសិស្សហ្នឹងចាប់អារម្មណ៍លើការធ្វើតេស្តវិញហើយលេខ3គឺប្រភេទការវិតម្លៃក្នុងថ្នាក់រៀនបាទបំពេញកិច្ចការតាមបែប performance test បាទផលិតកម្មឬក៏ស្នាដៃ product ហ្នឹងគឺការសេដូចជាថាខណ្ឌតែសេចក្តីឬក៏ការងារគម្រោង project អីការតែងកំណាព្យការផលិតវីដេអូ clip ឬក៏សំឡេងអីជាដើមហ្នឹងឬក៏ spreadsheet ណាលាក់ហើយបំរាន់ skill គឺការថ្លែងសន្ទរកថាការបង្ហាញការអានរឿងល្ខោនឬក៏ទៅជែកភាសាវិញ្ញាណពីបញ្ហាអីមួយហ្នឹងហើយការបង្ហាញបែបតន្ត្រីចឹងមកលាក់ហើយមានការសួរសំណួរផ្ទាល់មាត់បាទការសួរសំណួរផ្ទាល់មាត់ហ្នឹងដូចជាការសួរសំណួរបែបមិនផ្លូវការឬក៏ការប្រឡងផ្ទាល់មាត់ការសម្ភាសចឹងណាហើយការសង្កេតរបស់គ្រូហ្នឹងគឺបែបផ្លូវការបែបមិនផ្លូវការមាន2ទី1គឺការសង្កេតបែបផ្លូវការនិងទី2ការសង្កេតបែបមិនផ្លូវការសិស្សវាតម្លៃរបស់សិស្សវាតម្លៃរបស់សិស្សបាទនិយាយថាឲ្យសិស្សវាតម្លៃសិស្សគ្នាឯងតែ student self assessment អញ្ចឹងការស្ទាបស្ទង់មតិឥរិយាបថកម្រងការធ្វើបែបកម្រងសំណួរការកំណត់ត្រាបន្ទុកការឆ្លោះបញ្ចាំងការវិតម្លៃមិត្តភ័ក្តិអីចឹងតាមគាត់យល់ឃើញយ៉ាងម៉េចចំពោះឥរិយាបថរបស់មិត្តភ័ក្តិរបស់គាត់ក្នុងថ្នាក់រៀនហ្នឹងបាទអញ្ចឹងឲ្យគាត់រៀនវាតម្លៃសិស្សគ្នាគាត់ហ្នឹងអញ្ចឹងយើងទី1យើងអាចបណ្ដោះការគិតរបស់សិស្សហ្នឹងថាទៅលើអ្នកដតីបាទនឹងរៀនមើលសកម្មភាពគេពេលហ្នឹងគាត់នឹងសង្កេតកាលណាគាត់ឃើញចំណុចល្អគាត់អាចនឹងយកទៅអនុវត្តតាមហើយចំណុចណាដែលមិនល្អគាត់អាចនឹងថាមិនចូលចិត្តឬក៏ស្អប់ខ្ពើមនៅអំពើមិនល្អទាំងហ្នឹងចឹងបាទហើយមួយទៀតគឺអាចសម្រាលបន្ទុករបស់យើងបានដែរដោយសារពេលខ្លះយើងមានការរវល់ច្រើនអញ្ចឹងយើងអាចវាតម្លៃសិស្សបានគ្រប់គ្នាទេព្រោះថាម៉ោងយើងតិចដែរហ្នឹងឯងអញ្ចឹងយើងអាចប្រើវិធីសាស្ត្រហ្នឹងបានទី4គឺBloom taxonomy ផ្នែកពុទ្ធិហើយវត្ថុអំណងរបស់យើងហ្នឹងគឺដូចជាហ្គេមសិលឹកកិច្ចការតើកិរិយាសព្ទហ្នឹងមានសិទ្ធិនៅក្នុងកម្រិតណាចឹងរំលឹកបញ្ញត្តិរបស់Bloomបញ្ញត្តិរបស់Bloomនៅឆ្នាំ1956នេះទី1គឺអីគេ knowledge comparison application analysis synthesis និង evaluation ប៉ុន្តែនៅឆ្នាំ2001គេដូរវិញគឺ remember understand apply analyze evaluate និង grade អញ្ចឹងវាអាប់ដេតពីឆ្នាំ1956បែបផ្សេងនឹងឆ្នាំ2001បែបផ្សេងទៀតហើយ
รูสำนวนตาม taxonomy คือการគិតកម្រិតទាបកម្រិតចងចាំកម្រិតចងចាំហ្នឹងមានន័យថាឲ្យគាត់ទិញចម្លើយខុសនឹងត្រូវតែម្ដងថាចម្លើយទី1ប្រហែលគេសួរថាតើប្រមុខរដ្ឋដឹកនាំប្រទេសកម្ពុជាជានរណាអញ្ចឹងគាត់ត្រូវចាំហ្មងកម្រិតចងចាំហើយគាត់ចាំឆ្លើយហ្មងណាទី2គឺកម្រិតយល់កម្រិតយល់គឺបានន័យថាគាត់ឆ្លើយអ្វីតាមដែលគាត់យល់ឃើញប៉ុន្តែនៅក្នុងលក្ខខណ្ឌមួយដែលចម្លើយត្រូវដែរមិនមែនចេះឆ្លើយគាត់យល់ឃើញមិនចេះឆ្លើយទៅហើយយើងឲ្យគាត់ត្រូវមែនទេគឺន័យថាចម្លើយរបស់គាត់ចេញពីគំនិតរបស់គាត់ប៉ុន្តែត្រូវនឹងចម្លើយត្រឹមត្រូវចម្លើយជាក់ស្ដែងបាទមិនលក្ខណៈឲ្យគាត់ទិញទីបាទទី3គឺកម្រិតអនុវត្តបាទកម្រិតអនុវត្តតើអ្នកនឹងបង្ហាញយ៉ាងដូចម្ដេចន័យថាឲ្យគាត់គូសផែនទីនៃសាច់រឿងហ្មងគាត់ចង់និយាយអីគាត់អនុវត្តស្ដែងតែម្ដងហ្នឹងហើយទីឲ្យយើងឲ្យគាត់បើរៀនពីរូបវិទ្យាថារូបវិទ្យាគាត់រៀនទ្រឹស្ដីគាត់ថានៅពេលដែលយើងកម្ដៅមានថាអង្គធាតុទាំងអស់វាត្រូវកម្ដៅវារីកមាឌអញ្ចឹងយើងឲ្យគាត់អនុវត្តស្ដែងដោយយើងឲ្យគាត់ទិញពេញប៉ោងមួយមកហើយផ្លុំខ្យល់ចូលទៅយើងឃើញសង្កេតមើលមៀតមុនពេលដែលយើងផ្លុំហើយតោះមកយើងឲ្យគាត់ទៅដាក់50ថ្ងៃយកទៅដាក់50ថ្ងៃពេលហ្នឹងសង្កេតឃើញថាប៉ោងហ្នឹងវារីកមាឌធំអញ្ចឹងវាត្រូវនឹងទ្រឹស្ដីរបស់យើងបាទហើយមានការគិតបែបកម្រិតខ្ពស់ឬក៏កម្រិតស៊ីជម្រៅចែកចេញជា3ទៀតគឺកម្រិតវិភាគកម្រិតវិភាគរកខុសរកត្រូវឬក៏វិភាគបែបលក្ខណៈមួយស៊ីជម្រៅវិភាគតាមកម្រិតការអ្វីដែលគាត់យល់ឃើញដល់មកឲ្យគាត់វាយតម្លៃគាត់វិភាគហើយគាត់អាចវាយតម្លៃអាចថាឧបមាថាគាត់វិភាគបុគ្គលមួយហ្នឹងលក្ខណៈបែបណាលក្ខណៈចេះអញ្ចឹងគាត់នឹងឈានដល់ការវាយតម្លៃថាបុគ្គលម្នាក់ហ្នឹងជាមនុស្សបែបណាហើយពេលដែលគាត់វិភាគវាយតម្លៃហើយគាត់ចូលដល់កម្រិតមួយទៀតគឺបង្កើតថ្មីការបង្កើតថ្មីហ្នឹងគាត់អាចនឹងទៅណែនាំអ្នកដែលគាត់វិភាគវាយតម្លៃហ្នឹងឬមួយក៏គាត់អត់ណែនាំទេគាត់យកអ្វីដែលគាត់វិភាគឃើញវាយតម្លៃឃើញហ្នឹងយកមកថាបើណារឿងផ្នែកណាដែលមិនល្អគាត់បោះចោលទៅពេលផ្នែកណាដែលល្អគាត់យកមកអនុវត្តជាទម្លាប់របស់គាត់វិញអាហ្នឹងហៅថាការបង្កើតចូលមកដល់ចំណុចមួយទៀតគឺលទ្ធផលរំពឹងទុកក្នុងការសិក្សាមួយពេលរយៈពេលខ្លីបាទវាជាប្រយោគនៃការស្ដែងចេញឬការអនុវត្តរបស់សិស្សសម្រាប់លទ្ធផលសិក្សារំពឹងទុករបស់សិស្សក្នុងពេលសិក្សាជាសមាជិកភាពនៃលទ្ធផលសិក្សារំពឹងទុកក្នុងមួយពេលហ្នឹងមានចំណេះដឹងការយល់ការអនុវត្តចំណេះដឹងនិងការយល់ហើយមួយទៀតគឺការកំណត់ការវិនិច្ឆ័យលើការអនុវត្តចំណេះដឹងនិងការយល់ហើយយើងចូលមកចំណុចទៀតគឺការលទ្ធប្រភេទនៃលទ្ធផលសិក្សារំពឹងទុកបែបពុទ្ធិចឹងវាមានក្រុម3ប្រភេទនៃលទ្ធផលសិក្សារំពឹងទុកបែបពុទ្ធិហ្នឹងចឹងវាមានទី1ចំណេះដឹងបាទចំណេះដឹងគឺគេនិយាយពីការចងចាំអីមួយដែលសិស្សស្គាល់ឬក៏ចាំការពិតយមន័យពីកលឹះឬក៏បញ្ញត្តិដំណើរការគោលការណ៍និងព័ត៌មានផ្សេងដែលគាត់ទទួលបានហើយមួយទី2គឺការយល់បាទការយល់អង់គ្លេសហៅថា understanding ហ្នឹងបាទហើយទី3គឺការផ្ដល់ហេតុផល reason ហេតុអីបានវាអញ្ចឹងគាត់
គាត់មិនវងគាត់ចងចាំទី2គាត់យល់ទី3គឺគាត់ផ្ដល់ហេតុផលថាម៉េចបានវាអញ្ចឹងយើងនិយាយពីការយល់មុនណាការយល់មានពីរប្រភេទគឺការយល់ធម្មតានិងការយល់ស៊ីជម្រៅការយល់ធម្មតាចេញស្ដែងចេញតាមរយៈកូនសិស្សហើយសង្ខេបការយល់ដោយប្រើពាក្យរបស់ខ្លួនដែលប្រកាសជំហានដោះស្រាយការវត្តហើយការយល់បែបស៊ីជម្រៅអាចមានន័យថាកូនសិស្សដឹងអំពីចំណុចសំខាន់នៃអ្វីមួយបាទហើយវាអាចមានន័យថាកូនសិស្សអាចគិតអំពីអ្វីមួយនឹងការប្រើប្រាស់ចំណេះដឹងក្នុងរបៀបថ្មីតាមរបៀបស្មុគស្មាញជាងមុនគាត់មានកម្រិតខ្ពស់ជាងមុនអញ្ចឹងគាត់ធ្វើរឿងអីដែលស្មុគស្មាញជាងមុនទៅបាទមួយទៅកូនសិស្សអាចចាប់យកគំនិតថ្មីនៃសារៈសំខាន់នៃអ្វីមួយហើយកូនសិស្សអាចរកឃើញនិងបកស្រាយទំនាក់ទំនងថ្មីការកសាងការពន្យល់ស៊ីជម្រៅនិងផ្ដល់ហេតុផលនៃការយល់របស់ពួកគាត់បាទហើយចំណុចចុងក្រោយនេះការផ្ដល់ហេតុផលនឹងវាជាប់ពាក់ព័ន្ធនឹងការប្រើប្រាស់ខួរក្បាលដែលទាញយកចំណេះដឹងមកប្រើដើម្បីសម្រេចកិច្ចការការដោះស្រាយបញ្ហាការសម្រេចចិត្តការទាញសំខាន់ឬក៏ការគិតប្រកបដោយភាពច្នៃប្រឌិតហើយបាទសូមនិយាយឡើងវិញបាទកិច្ចការគឺការដោះស្រាយបញ្ហាការសម្រេចចិត្តការទាញសន្តានការគិតប្រកបដោយភាពច្នៃប្រឌិតការគិតប្រកបដោយវិចារណញ្ញាណការកំណត់សមិទ្ធកម្មការធ្វើទូទៅកម្មហើយដើម្បីធ្វើកិច្ចការខាងលើហ្នឹងយើងតម្រូវឲ្យមានធាតុពីរគឺបំណិនប្រើប្រាស់ខួរក្បាលនិងចំណេះដឹងបែបអះអាងថាdeclarative ហើយនឹងដំណើរការ procedural ហើយចំណុចទី4គឺលក្ខណៈវិនិច្ឆ័យក្នុងការជ្រើសរើសលទ្ធផលសិក្សារំពឹងទុកមួយពេលអញ្ចឹងនៅក្នុងនោះគេឲ្យយើងបង្កើត establish មាន3ចំណុចទី1គឺមានចំនួនសមស្របអង់គ្លេសគេថា the right number of LT សរសេរស្រួលបួល comparison ratio LT បន្ស៊ីជាមួយនឹងគោលដៅសិក្សារបស់ស្ថាប័ននិងបំណិនសតវត្សទី21 LTS that reflects goal and 21st century skill ហើយមួយទៀតគឺជំរុញការប្រឈមតែសិស្សអាចធ្វើវាបានអង់គ្លេសគេថា LTS that are challenging yet feasible ទី5 LTS បន្ស៊ីគ្នាជាមួយទ្រឹស្ដីឬក៏គោលការណ៍បង្រៀននិងការរៀននិងការជំរុញទឹកចិត្តរបស់សិស្ស that are consistent with current principle of learning and motivation បាទអញ្ចឹងជាសរុបមកទ្រឹស្ដី Bloom នៅសាច់ឆ្នាំ2001គឺត្រូវមានប្រហែលចំណុចមាន6ចំណុចឬក៏6ជំហានមុនដំបូងគេគឺ remembering ទី2គឺ understanding ទី3គឺ applying ទី4 analyzing ទី5គឺ evaluating ទី6គឺ grading ហើយចំណុច2ដំបូង remembering ហើយនិង understanding ហ្នឹងគឺវានៅក្នុងកម្រិតសំណួរងាយឬក៏ការគិតធម្មតាជំហានឬក៏ចំណុចទី2និងទី3 applying និង analyzing ហ្នឹងកម្រិតសំណួរមធ្យមឬក៏ការគិតធម្មតានឹងកម្រិតខ្ពស់ហើយ evaluating ហើយនិង grading ហ្នឹងគឺជាកម្រិតសំណួរលំបាកឬក៏គិតបែបកម្រិតខ្ពស់ហើយបើយើងនិយាយ higher order thinking ហ្នឹងគឺវាចាប់ពីចំណុចទី3
ទី4ទៅបាទទី4ទៅចំណុចទី4ទៅអាហ្នឹងគេហៅថា higher order thinking បាទអញ្ចឹងការសង្ខេបមេរៀនទី3របស់ខ្ញុំក៏សូមបញ្ចប់តែត្រឹមនេះបាទហើយក៏សូមអរគុណដល់លោកគ្រូដែលបានយកចិត្តទុកដាក់ក្នុងការទស្សនា homework ការថតជាវីដេអូរបស់ខ្ញុំក្នុងការសង្ខេបនេះបាទហើយបើសិនជាមានខុសឆ្គងបែបត្រង់ណាមួយសូមលោកគ្រូមេត្តាខន្តីអភ័យទោសដល់រូបខ្ញុំបាទសូមអរគុណសូមជម្រាបលា